ញ្ញាតដើម្បីធ្វើការអធិប្បាយទូគូពិសេសបាទគ្រាន់តែលើថាគូពិសេសនេះគឺកំពុងតែធ្វើការចាប់អារម្មណ៍ពីគណៈកម្មការបច្ចេកទេសផ្ដោតទៅលើបច្ចេកទេសផ្ដោតទៅលើល្បឿនគូពិសេសនេះគឺដល់គូទី58គូទី58គូពិសេសខ្សែទឹកខាងក្នុងទូកដែលមានឈ្មោះថាសារាយដេជោសែនជ័យខេត្តកណ្ដាលទូកសារាយដេជោសែនជ័យខេត្តកណ្ដាលឧបត្ថម្ភដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងឯកឧត្តមគុណញឹមបាទគុណញឹមចំណែកឯខ្សែទឹកខាងក្រៅទូកមានឈ្មោះថាកំសាន្តជលថាបាទឈ្មោះខ្លីក៏ប៉ុន្តែន័យវែងល្បឿនលឿនបាទកំសាន្តជលថាគឺស្ថិតនៅវត្តកំសាន្តច្បារអំពៅបាទទូកនេះគឺបានឧបត្ថម្ភដោយឯកឧត្តមទេសរដ្ឋមន្ត្រីជាសុផារ៉ាបាទរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មបានល្បឿនតាមខ្ញុំបាទពិនិត្យនិងកំពុងតែតាមដាននៅលើល្បឿនពេលដែលឆ្លងកាត់កងព័ន្ធទី1ដែលមានចម្ងាយពីកងព័ន្ធទី1មកកងព័ន្ធទី2គឺចម្ងាយ500ម៉ែត្របាទ500ម៉ែត្រគឺកន្លះគីឡូនៅពេលនេះកំពុងតែចាប់យោងកងព័ន្ធទី2ហើយគូពិសេសបាទសម្រាប់គូពិសេសបាទគូពិសេសគឺគូទី1តែបើលេខរៀងដែលបានអមហើយគឺគូទី58ល្បឿននៅតែប៉ុនគ្នាឥឡូវនេះចាប់យោងកងព័ន្ធទី2ខ្សែទឹកខាងក្នុងបានបន្ថែមល្បឿនស្រស់ល្អណាស់ពេលដែលទឹកឥឡូវខ្យល់ធ្លាក់ពីជើងបន្តិចមកហើយបង្ហើនៅទេសភាពគួរឲ្យកោគុណនៅតាមដងទន្លេសាបឃើញថាល្បឿនខ្សែទឹកខាងក្នុងខ្សែទឹកខាងក្នុងសារាយដេជោសែនជ័យដកគូប្រកួតល្បិចនឹងបច្ចេកទេសនៃកម្មវិធីនេះនៃការអុំរបស់កីឡាករអុំទូកគឺមានបច្ចេកទេសខ្ពស់ណាស់មើលចុះចំនេះឥឡូវគាត់ឆ្លងតែគាត់ហើយដោយសារាយដេជោសែនជ័យទទួលជ័យជំនះលើកំសាន្តជលថាបាទកំសាន្តជលថាកាលអុំនៅតាខ្មៅពីថ្ងៃ4ថ្ងៃនៅពេលនេះខ្ញុំបាទនឹងចាប់ផ្ដើមធ្វើអត្ថាធិប្បាយស្ដីអំពីសកម្មភាពគូពិសេសគូពិសេសគឺដល់គូទី58ជើងទី2គូពិសេសទី58ខ្សែទឹកខាងក្នុងឥឡូវនេះត្រូវផ្លាស់ប្ដូរពីមុនគាត់នៅខាងក្រៅឥឡូវគាត់មកដល់ខាងក្នុងវិញម្ដងទូកដែលពាក់ផ្លាកលេខ116មានឈ្មោះថាកំសាន្តជលថាស្ថិតនៅក្នុងវត្តកំសាន្តច្បារអំពៅបាទព្រែកប្រាច្បារអំពៅរាជធានីភ្នំពេញឧបត្ថម្ភដោយអាដាមជាសុផារ៉ាឯខ្សែទឹកខាងក្រៅសារាយដេជោសែនជ័យពាក់ផ្លាកលេខ115ទូកនេះឧបត្ថម្ភដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងឯកឧត្តមគុណញឹមដែលពេលនេះឃើញថាកំពុងតែបន្ថែមល្បឿនហើយចាប់យោងកងព័ន្ធទី2នៅសល់ប្រហែលជាជិត100ម៉ែត្រដើម្បីចាប់យោងឆ្លងកងព័ន្ធទី2ទូកពិសេសគូទី58សារាយដេជោសែនជ័យនិងកំសាន្តជលសាល្បឿននៅតែប្រហាក់ប្រហែលគ្នាដល់ហើយទេក៏ប៉ុន្តែបើត្រួតពិនិត្យទៅលើទេពកោសល្យនិងបច្ចេកទេសកីឡាករនៅលើទូកពិសេសគូនេះនៅតែបន្ថែមល្បឿននៅតែចាក់យោងមួយស្រោះគ្នាល្អណាស់បាទទាំងចលនាអុំទាំងចលនាចង្វាក្បាលទូកមុជងើបដោយបងដែលជាអ្នកបញ្ជានៅក្បាលទូកគឺធ្វើយ៉ាងណាឈរនៅចំហរឹងមាំហើយបញ្ជាបន្ថែមកម្លាំងតែពេលនេះឃើញថាខ្សែទឹកខាងក្រៅសារាយដេជោសែនជ័យកំពុងតែមានប្រៀបទៅលើកំសាន្តជលថាតែកំសាន្តជលថាក៏បន្ថែមល្បឿនដែរក៏ប៉ុន្តែខ្សែទឹកខាងក្រៅសារាយដេជោសែនជ័យដែលបានបដូរខ្សែទឹកនោះបានទទួលជ័យជំនះនៅជើងទី2ទៅលើកំសាន្តជលថាលេខរៀងគូទី58ខ្សែទឹកខាងក្នុងមានឈ្មោះថាសារាយដេជោសែនជ័យជាទូកអញ្ជើញមកពីខេត្តកណ្ដាលទទួលបានការឧបត្ថម្ភដ៏គំពូបំផុតពីសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងឯកឧត្តមគុណញឹមយើងខ្ញុំក៏សូមសម្ដែងការថ្លែងអំណរគុណជូនចំពោះឯកឧត្តមគុណញឹមដែលឯកឧត្តមបានធ្វើការឧបត្ថម្ភចាដល់គណៈកម្មការបច្ចេកទេសយើងខ្ញុំផងដែររីឯខ្សែទឹកខាងក្រៅគឺជាទូកដែលទទួលបានការឧបត្ថម្ភពីឯកឧត្តមហ៊ុយថេរ៉ាដែលទូកនេះមានឈ្មោះថាព្រះច័ន្ទកុមារថេរ៉ាសែនជ័យមកពីខាងខេត្តកំពង់ធំកំពុងតែប្រកៀបកាត់គ្នាឆ្លងកាត់កងព័ន្ធទី1មកនេះខ្សែទឹកខាងក្នុងហាក់ដូចជាមានប្រៀបជាងបន្តិចបន្តួចចាគឺទូកដែលមានឈ្មោះថាសារាយដេជោសែនជ័យដែលស្ថិតនៅខ្សែទឹកខាងក្នុងមានឯកសណ្ឋានពណ៌ក្រហមរំលេចដោយមួកពណ៌សចុងច្រវាពណ៌សមើលទៅឃើញប្រព័ន្ធពាននៃទូកលិចត្រដែតដណ្ដើមតែម្ដងខ្សែទឹកខាងក្រៅគឺជាទូកដែលមានឈ្មោះថាព្រះច័ន្ទកុមារថេរ៉ាសែនជ័យចា
សកម្មភាពទូកទាំងពីរនេះឃើញថាស្រួយឆ្លាតមែនទែនហើយសម្រាប់គូទី59នៃទូកអ៊ំពិសេសក៏ចិត្តចាប់ទន្ទឹមនៅកងពាន់ទី1មកហើយដែរតែនេះខ្ញុំសូមជម្រាបជូននៅសកម្មភាពជាបន្តសារាយតេជោសែនជ័យដែលមានឯកសណ្ឋានពណ៌ក្រហមចុងចង្វាពណ៌ត្រួយចេកដល់មកមើលចិត្តបានដឹងថាចុងចង្វាពណ៌ត្រួយចេកចាពណ៌ត្រួយចេករំលេចតែមួកពណ៌សឯកសណ្ឋានកីឡាករមកជូកទូកហ្នឹងពណ៌ក្រហមមើលទៅឃើញថាសម្រស់ល្អឯកហើយល្បឿនទៀតសោតក៏លឿនចាគឺទូកដែលមានឈ្មោះថាសារាយតេជោសែនជ័យចាឧបត្ថម្ភដ៏កំពូលបំផុតពីសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងឯកឧត្តមគុណញឹមចាប់ឃើញថាមានព្រៀបដាច់ហើយអត់គាស់តពួកទេបាទសារាយនេះគឺម្សិលមិញហ្នឹងក៏លឿនណាស់ដែរបាទគឺគាត់ឈ្នះទាំងពីរជើងសម្ផស្សប្រច័នជប់សែនជ័យហ្នឹងក៏លឿនដែរក៏ប៉ុន្តែពេលនេះឃើញថាអាចយឺតជាងគូប្រកួតបន្តិចបាទគឺគាត់បានមកដល់ខ្សែព្រ័ត្រហើយសូមអនុញ្ញាតបំរុះចំនួន100កេសជូនគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិក្នុងពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុកសម្រាប់ប្រើប្រាស់តាមការគួរក្រុមហ៊ុនខ្មែរ Beverages ឧបត្ថម្ភស្រាបៀរ Pseudo Beer ចំនួន7500កេសជូនគណៈកោប្រណាំទូកគ្រប់គ្រងទូកទាំងប្រទេសតាមរយៈគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិដែលនឹងចែកចាយជូនកីឡាករទាំងអស់នៅថ្ងៃអាទិត្យទី5ខែវិច្ឆិកាឆ្នាំ2017ក្រុមហ៊ុនខ្មែរ Beverages គត់គង់ភេសជ្ជៈគ្រប់មុខសម្រាប់បម្រើគណៈបតិភូជាតិអន្តរជាតិក្នុងឱកាសប្រារព្ធពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុកនៅក្នុងឱកាសនេះដែរក្រុមហ៊ុនខ្មែរ Beverages បានឧបត្ថម្ភដល់ទូរទស្សន៍កម្ពុជានៅទឹកសុទ្ធ150កេសទឹកផ្លែឈើ60កេសរយៈពេល3ថ្ងៃនៃពិធីបុណ្យអុំទូកចិត្តចាប់យោងកងពាន់ទី2ហើយមងួតខ្ញុំថាច្បាស់ជាមកលេងគ្នានៅមុខវេទិកាកិត្តិយសទៀតចាពិតជាអញ្ចឹងព្រោះពេលដែលគាត់ចាប់យោងឆ្លងកងពាន់ទី2មើលទៅគឺគាត់នៅគៀកគ្នាការដែលគាត់អុំគៀកគ្នានេះគឺគាត់នៅប្រមាណកម្លាំងគូដៃគូរបស់គាត់បាទពេលដែលបដូរខ្សែទឹកហើយកម្លាំងរបស់គាត់គឺមិនថមថយទេរឹតតែខ្លាំងក្លាទៅទៀតព្រោះជើងទី2នេះគឺជាជើងចុងក្រោយសម្រាប់ទិវាទី2មើលចុះខ្សែទឹកខាងក្នុងខ្សែទឹកខាងក្នុងគឺព្រះច័ន្ទកុមារថេរាសែនជ័យឯកសណ្ឋានពណ៌សបងចាញ់ទៅលើសារាយតេជោសែនជ័យខេត្តកណ្ដាលបាទសារាយតេជោសែនជ័យដែលស្ថិតនៅខ្សែទឹកខាងក្រៅបានមកដល់ខ្សែព្រ័ត្របាទសារាយតេជោសែនជ័យទូនេះឧបត្ថម្ភដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងអាយដាមគុណញឹមចំណែកបាទគូបន្តមកទៀតនេះប្រហែលជាត្រឡប់ទៅគូទី59បាទមិញ60បាទមិញ60បាទគ្រីវងសុកសែនជ័យឥឡូវមកគូទី59វិញបាទគូទី59ខ្សែទឹកខាងក្នុងដែលកំពុងតែមានព្រៀបឯកសណ្ឋានពណ៌ក្រហមគឺសារាយតេជោសែនជ័យបាទលឿនណាស់សារាយតេជោសែនជ័យដែលស្ថិតនៅខ្សែទឹកខាងក្នុងមានឯកសណ្ឋានពណ៌ក្រហមចំណែកឯខ្សែទឹកខាងក្រៅមហាគ្រុឌបាទមហាគ្រុឌហាក់ដូចជាมันអាចចាប់កតុយសារាយតេជោបានទេព្រោះនៅពេលនេះសារាយតេជោលឿនមែនទែនបាទសារាយតេជោឧបត្ថម្ភដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងអាយដាមគុណញឹមបានទទួលជ័យជំនះនៅជើងទី1ទៅលើមហាគ្រុឌដែលឧបត្ថម្ភដោយអាយដាមជាសុផារ៉ាចានេះខ្ញុំសូមពេលនេះផងដែរយើងខ្ញុំពុំទាន់ហ៊ានធ្វើអត្ថាធិប្បាយសម្រាប់គូពិសេសដោយសូមពិនិត្យទៅលើកន្ទុយទូកហើយម្យ៉ាងទៀតការធ្វើអត្ថាធិប្បាយច្បាស់លាស់ទៅបានអាស្រ័យដោយយើងខ្ញុំពិនិត្យទៅលើលេខសម្គាល់ទូកទើបធ្វើការអត្ថាធិប្បាយបានដោយសារតែសភនភាពនៃទូកចាឯកសណ្ឋាននៃទូកគឺប្រហាក់ប្រហែលគ្នាហើយយើងខ្ញុំពុំអាចចំណាំបានចាចំណាំបានទៅលើឯកសណ្ឋានឬក៏ចំណុះទូកឡើយដូច្នេះសូមមេត្តាអធិស្ឋានចានេះគឺជាទូក59ទូកគូពិសេសនេះខ្ញុំសូមជំរាបជូនថាមហាគ្រុឌបានបដូរមកនៅខ្សែទឹកខាងក្នុងវិញម្ដងហើយដែលមានឯកសណ្ឋានពណ៌ស្លាទុំរីឯសារាយតេជោសែនជ័យបានបដូរទៅនៅខ្សែទឹកខាងក្រៅកំពុងតែមានព្រៀបដែលសារាយតេជោសែនជ័យឧបត្ថម្ភដោយសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងឯកឧត្តមចាគុណញឹមចាកំពុងតែមានព្រៀបហើយព្រៀបនេះគឺខ្លាំងក្លាតែម្ដងមហាគ្រុឌឧបត្ថម្ភដោយឯកឧត្តមជាសុផារ៉ាចាឃើញថាដាច់តែម្ដងហើយសារាយតេជោសែនជ័យដាច់ចាគឺឈ្នះដាច់ឯកសណ្ឋានពណ៌ក្រហមគឺទូកដែលមានឈ្មោះថាសារាយតេជោសែនជ័យខ្សែទឹកខាងក្រៅចាខ្សែទឹកខាងក្រៅ